នេះខ្ញុំអនុញ្ញាតគ្រប់ជំរាបសួរទៅកាន់ប្រិយមិត្តទាំងអស់គ្នាជាទីគោរពស្រឡាញ់vàត្រឡប់មកវិញជាមួយនឹងនីតិកំសាន្តរបស់ admin សាជាថ្មីម្ដងទៀតហើយថ្ងៃនេះ admin ពំនាំជាមួយនឹងសាច់រឿងបន្តោងគុជខ្ញុំឈប់ឆ្ងល់ទៀតហើយតែហេតុអ្វីបានជាបងប្អូនទាំងអស់គ្នាចូលចិត្តក្រងនៅបន្តោងមិនថាបន្តោងគុជខ្ចងឬមួយក៏បន្តោងគុជដែលយើងឆ្នៃទៅជារូបចម្លាក់ផ្សេងៗណាឬគេនិយាយដែរណាថាមិនត្រឹមតែជាគ្រឿងលម្អងខ្លួនយើងឲ្យស្អាតបានទេណាជាពិសេសមានរឿងនៅពីក្រោយខ្នងឡើងញាក់សាទៀតថាការពារបាននៅវិញ្ញាណអាក្រក់មិនឲ្យមកតោងយើងបានទេប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះអត់មានសាច់រឿងផ្ញើជូនណាកុំភ្លេចហៅមិត្តភ័ក្តិដែលគាត់ចូលចិត្តស្ដាប់រឿងបែបអញ្ចឹងមកអង្គុយស្ដាប់ជុំគ្នាជាការកំសាន្តនៅក្នុងឆ្នាំមួយនោះគឺខ្ញុំត្រូវបានក្រុមហ៊ុនហ្នឹងគាត់ដកខ្ញុំទៅកន្លែងខេត្តមួយដែលខ្ញុំអត់ដែរធ្លាប់ទៅកន្លែងធ្វើការនៅហ្នឹងទេគ្រាន់តែថាស្រួលខាងក្រុមហ៊ុនគេរៀបចំកន្លែងឲ្យស្នាក់នៅមួយសេតម៉ោងចូលទៅដល់គ្រាន់តែរៀបចំកៅអៅមានអារម្មណ៍ថាដូចស្អស់ស្អាប់នៅក្នុងបន្ទប់ហ្នឹងរឿងដែលគាត់ជួនគ្នានឹងផងដែរស្រាប់តែនគររបស់ខ្ញុំហ្នឹងមានចលនាតាមជាក់ស្ដែងទៅនគររបស់ខ្ញុំហ្នឹងគឺក្រងតែរូបព្រះពុទ្ធបដិមាដែលធ្វើឡើងអំពីគុជនោះទេឪពុករបស់ខ្ញុំគាត់បានជូនខ្ញុំជាអំណោយនៅថ្ងៃពិសេសរបស់ខ្ញុំតាំងពីនៅបឋមឯណោះតែអត់ដែរមានបញ្ហាអីទេស្រាប់តែរង្គើហើយវាប្រេះយកហ្មងឬសូរសម្លេងប្រេះប្រក់ហ្នឹងខ្ញុំក៏ឆ្ងល់ដែរព្រោះរាប់ឆ្នាំអត់ដែរមានបញ្ហាអីខ្ញុំគិតថាប្រហែលជាដល់ពេលវេលាទៅដឹងទៅខ្ញុំក៏ដោះហើយទុកនៅលើតុនឹងចោលហើយខ្ញុំគ្រាន់តែបែរខ្នងបន្តិចហ្នឹងគាត់ដើរបានមកជំហានពីជំហានស្រាប់តែខ្ញុំមានអារម្មណ៍ថាតិចនៅកញ្ចឹងកខ្ញុំនេះហើយដល់ពេលអញ្ចឹងខ្ញុំមិនឆ្ងល់ដល់ខ្ញុំក៏លេចមើលទៅចំទៅគឺជើងខ្ញុំអត់ទាន់ងើយទៅលើឯណាគឺខ្ញុំក៏លេចមើលត្រង់មកស្រាប់តែឃើញជើងតលាក់មកអាកំពុងខ្លាចហើយហ្នឹងនៅឆ្លៀតងាកមើលទៀតមើលដល់សុបគ្រប់ឆុងជ្រោយបងក៏លេចមើលទៅខាងលើជាប់នៅពីដានទិញឡងមកតាមខ្យល់រាហ្នឹងថាខ្ញុំភ័យហត់ចេញពីកន្លែងហ្នឹងទៅហ្មងក៏មិនដឹងថាបន្ទប់ហ្នឹងក៏មានរឿងអីដល់ថ្នាក់ហ្នឹងណានេះមិនទាន់នៅផងបើនៅសុបវិញមិនដឹងជាយ៉ាងណាទេខ្ញុំហ៊ាននៅណាដល់ពេលផឹកឡើងនេះបានខ្ញុំចូលមកយកវ៉ាន់រឿងមួយទៀតដែលបន្តតែក៏ព្រះដែលខ្ញុំក្រងជាប់ខ្លួននេះព្រះអញ្ចឹងគឺមកពីប៉ះជាមួយនឹងវិញ្ញាណអាក្រក់ហ្នឹងហ្មង